នេះគឺជារបបកំហើញនាសម័យបុរាណជាបច្ចេកវិទ្យាដំបូងបំផុតរបស់មនុស្សជាតិហើយនេះគឺជាបដិវត្តន៍ឧស្សាហកម្មយុគសម័យនៃឧស្សាហកម្មដែកម៉ាស៊ីននិងចំហាយទឹកជាពេលវេលានៃបំលាស់ប្ដូររបៀបរស់នៅរបៀបធ្វើការនិងរបៀបធ្វើដំណើររបស់យើងបន្ទាប់មកទៀតអគ្គិសនីបានបំភ្លឺពាសពេញពេលរាត្រីហើយគ្រឿងចក្របាននាំមនុស្សឲ្យធ្វើដំណើរកាន់តែឆ្ងាយនិងកាន់តែលឿនជាងមុនហើយនៅសតវត្សទី20កុំព្យូទ័រត្រូវបានចាប់កំណើតឡើងមនុស្សអាចធ្វើដំណើរទៅកាន់លំហអាកាសហើយបច្ចេកវិទ្យានានាត្រូវបានបង្កើតជាបន្តបន្ទាប់ហើយមកដល់ពេលនេះមនុស្សលោកបានឈានមកដល់នៅបដិវត្តន៍ថ្មីមួយទៀតបដិវត្តន៍ដែលបាននាំមកនៅបច្ចេកវិទ្យាថ្មីមួយដែលមានសមត្ថភាពដ៏អស្ចារ្យដែលមនុស្សពីមុនមិនអាចនឹកស្មានដល់ក្រុមហ៊ុនធំៗដូចជា Google, Microsoft, Nvidia បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើគម្រោងអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយនេះបច្ចេកវិទ្យានោះគឺ Artificial Intelligence ឬ AI សប្តាហ៍ថ្ងៃបច្ចេកវិទ្យាមួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងវិស័យយ៉ាងច្រើនដូចជាវិស័យអប់រំវិទ្យាសាស្ត្ររដ្ឋបាលនិងវិស័យជាច្រើនទៀតដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់មនុស្សប៉ុន្តែទន្ទឹមនឹងការអភិវឌ្ឍយ៉ាងលឿនរបស់បច្ចេកវិទ្យាមួយនេះមតិជាច្រើនទាក់ទងនឹងហានិភ័យនៃការរីកចម្រើននៃបញ្ញាសិប្បនិម្មិតត្រូវបានលើកឡើងជាបន្តបន្ទាប់មនុស្សអាចប្រឈមនឹងការបាត់បង់ការងារការចែកចាយនៃព័ត៌មានคล้ายៗបានចាប់ផ្ដើមរីកដុះដាលហើយរឿងដែលអាក្រក់បំផុតដែលអាចកើតមានឡើងនោះគឺមនុស្សជាតិមិនអាចគ្រប់គ្រងនៅបច្ចេកវិទ្យាមួយនេះបានតែហេតុអ្វីបានជាមានមតិពីរផ្សេងគ្នានៅក្នុងសង្គមទាក់ទងនឹងបច្ចេកវិទ្យាមួយនេះតែគោលបំណងក្នុងការបង្កើតនៅបច្ចេកវិទ្យាមួយនេះត្រូវបានបង្កើតឡើងនៅពេលណាតែនរណាជាអ្នកផ្ដួចផ្ដើមនៅគោលគំនិតមួយនេះហើយមានការអភិវឌ្ឍអ្វីខ្លះមុនបច្ចេកវិទ្យាមួយនេះត្រូវបានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ននេះគឺជាយុគសម័យនៃបញ្ញាសិប្បនិម្មិតក្នុងឆ្នាំ1956សន្និសីទស្តីពីបញ្ញាសិប្បនិម្មិតមួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Hanover ប្រទេសអាមេរិកវាប្រួយផ្ដាំដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិអាមេរិកលោក John McCarthy ជាពេលវេលាដែលពាក្យ Artificial Intelligence ឬ AI ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈជាលើកដំបូងតែបើទោះបីជាពាក្យថា Artificial Intelligence ឬបញ្ញាសិប្បនិម្មិតទើបតែបង្កើតនៅក្នុងឆ្នាំ1956នេះក៏ដោយប៉ុន្តែគោលគំនិតនៃបញ្ញាសិប្បនិម្មិតមានតាំងពីយូរណាស់មកហើយពោលគឺត្រូវរាប់ចាប់តាំងពីឆ្នាំ1495ដែលលោក Leonardo da Vinci បានគូររូបមនុស្សយន្តដែលមានសមត្ថភាពធ្វើការអង្គុយបក់ដៃនិងងក់ក្បាលគំនូសព្រាងរបស់លោក Leonardo da Vinci បញ្ជាក់ពីជំហានដំបូងដែលមនុស្សជាតិព្យាយាមបង្កើតម៉ាស៊ីនដែលមានសមត្ថភាពដូចជាមនុស្សហើយជាច្រើនឆ្នាំក្រោយមកគំនូសព្រាងរបស់លោក Leonardo ត្រូវបានយកមកធ្វើជារូបពិតនៅក្នុងឆ្នាំ1950ដោយវិស្វករសញ្ជាតិអ៊ីតាលីលោក Mario Tedeschi ក្នុងសតវត្សទី17ម៉ាស៊ីនបែបស្វ័យប្រវត្តិមានរូបរាងជាសត្វទាមួយត្រូវបានបង្កើតឡើងដោយវិស្វករសញ្ជាតិបារាំងលោក Jacques de Vancongzon ដែលមានសមត្ថភាពក្នុងការបកស្លាបនិងកិនអាហារដោយស្វ័យប្រវត្តិមកដល់សតវត្សទី19និងចុងសតវត្សទី20បដិវត្តន៍ឧស្សាហកម្មនិងបដិវត្តន៍ Digital ជាពេលវេលាដ៏សំខាន់បំផុតនៃការចាប់ផ្ដើមនៃបច្ចេកវិទ្យាម៉ាស៊ីននិងការបញ្ជាម៉ាស៊ីនដោយ Programming នៅឆ្នាំ1933គណិតវិទូសញ្ជាតិអង់គ្លេសលោក Charles Babbage បានរចនានូវម៉ាស៊ីនមួយដែលមានសមត្ថភាពនៅក្នុងការគណនាដែលគេហៅថា Analytical Engine លោកក៏មានសហការីមួយរូបផងដែរគឺអ្នកស្រី Ada Lovelace ដែលត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតភាសា Programming ដំបូងបំផុតព្រមទាំងជាអ្នកបន្តនូវកិច្ចការស្រាវជ្រាវពីលោក Charles Babbage អ្នកស្រីមានទស្សនវិស័យថាម៉ាស៊ីនមួយនេះមិនត្រឹមតែអាចធ្វើការគណនាបានតែប៉ុណ្ណោះទេតែវាថែមទាំងអាចបង្កើតនូវរូបគំនូរនិងសរសេរចម្រៀងបានថែមទៀតផងទោះជាយ៉ាងណាម៉ាស៊ីននោះមិនត្រូវបានបង្កើតឲ្យមានរូបរាងពិតឡើយតែការរចនានិងអត្ថបទទ្រឹស្ដីរបស់លោកបានក្លាយជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការសិក្សាទៅលើវិទ្យាសាស្ត្រកុំព្យូទ័រនាពេលក្រោយៗទៀតឆ្នាំ1939សង្គ្រាមលោកលើកទី2បានកើតឡើងក្នុងសង្គ្រាមម៉ាស៊ីនសរសេរសារ Enigma របស់អាល្លឺម៉ង់បានក្លាយជាវិញ្ញាសាដ៏លំបាកបំផុតសម្រាប់ក្រុមប្រទេសសម្ព័ន្ធមិត្តមានទស្សនៈថានឹងមិនមានម៉ាស៊ីនណាអាចបំបែកកូដសាររបស់ Enigma បានឡើយក្រោយមកគណិតវិទូជនជាតិអង់គ្លេសលោក Alan Turing បានបង្កើតម៉ាស៊ីនមួយឈ្មោះ The Bomb ដែលមានសមត្ថភាពក្នុងការដោះស្រាយកូដសារសម្ងាត់របស់ Enigma The Bomb បានក្លាយជាផ្នែកមួយក្នុងការផ្ដួលរំលំណាស៊ីអាល្លឺម៉ង់ឲ្យបញ្ចប់សង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1950លោក Alan Turing បានបោះផ្សាយនូវអត្ថបទរបស់ខ្លួនមួយឈ្មោះ Computing Machinery and Intelligence ដែលនិយាយពីសមត្ថភាពរបស់ម៉ាស៊ីនដែលមានការគិតដូចជាមនុស្សនៅក្នុងអត្ថបទមួយនោះលោកបានចោទជាសំណួរមួយឃ្លាថាតើម៉ាស៊ីនអាចគិតបានដែរឬទេ
លោកបានដាក់ចេញនូវការពិសោធន៍មួយដែលគេហៅថា Turing Test ដើម្បីធ្វើការវាស់វែងពីបញ្ញាសិប្បនិម្មិតរបស់ម៉ាស៊ីនធៀបនឹងមនុស្សបើទោះបីជា Turing Test មិនទទួលបាននូវលទ្ធផលអ្វីជាដុំកំភួនប៉ុន្តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបានជះឥទ្ធិពលដល់ការសិក្សាក្រោយៗទៀតវិលត្រឡប់ទៅកាន់ឆ្នាំ1956សន្និសីទនៅសាកលវិទ្យាល័យ Dartmouth ត្រូវបានរៀបចំដោយលោក John McCarthy និងក្រុមការងាររបស់លោកដូចជា Marvin Minsky, Nathaniel Rochester និង Claude Shannon ក្នុងគោលបំណងពិភាក្សាពីសក្តានុពលរបស់ម៉ាស៊ីនទៅលើការដោះស្រាយបញ្ហាពេលនោះហើយពេល Artificial Intelligence ឬបញ្ញាសិប្បនិម្មិតត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយសន្និសីទមួយនេះត្រូវបានគេចាត់ទុកថាជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិតសម័យទំនើបក្រោយចប់សន្និសីទមួយនេះអ្នកស្រាវជ្រាវជាច្រើនបានធ្វើការសិក្សានិងបង្ហាញពីសមត្ថភាពនៃបញ្ញាសិប្បនិម្មិតសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងក្នុងនោះក៏មានផងដែរ Logic Theories ឬទ្រឹស្ដីហេតុផលដែលអភិវឌ្ឍដោយលោក Alan Neville និងលោក Herbert Simon ដែលបញ្ជាក់ពីការប្រើប្រាស់ទ្រឹស្ដីបត់គណិតវិទ្យាទៅលើម៉ាស៊ីនដើម្បីផ្ដល់នូវលទ្ធផលមួយដែលសមស្របនឹងហេតុផលដែលក្រោយមក Programming របស់កុំព្យូទ័រត្រូវបានប្រើប្រាស់នៅទ្រឹស្ដីមួយនេះសម្រាប់បង្ហាញនូវទិន្នន័យដែលពួកគេចង់បានក្នុងឆ្នាំ1966អ្នកវិទ្យាសាស្ត្រកុំព្យូទ័រមកពីសាកលវិទ្យាល័យ MIT ឈ្មោះ Joseph Weizenbaum បានបង្កើត chatbot ដំបូងគេបង្អស់ក្នុងពិភពលោកឈ្មោះ Eliza ដោយប្រើប្រាស់នៅកុំព្យូទ័រ IBM 7094 Eliza ជាកម្មវិធីកុំព្យូទ័រដំបូងបំផុតដែលអនុញ្ញាតឲ្យមនុស្សមានការសន្ទនាជាមួយនឹងបញ្ញាសិប្បនិម្មិតតាមរយៈការវាយទៅលើ keyboard ហើយ AI នោះនឹងឆ្លើយតបត្រឡប់មកវិញនៅលើអេក្រង់កុំព្យូទ័រដែលស្រដៀងនឹង ChatGPT សប្តាហ៍ថ្ងៃឆ្លងកាត់ការអភិវឌ្ឍនិងសមិទ្ធផលដែលទទួលបានទាំងប៉ុន្មានមិនមែនមានន័យថា AI កំពុងតែទទួលបាននូវការអភិវឌ្ឍខ្លាំងជាប់លាប់ឡើយនៅចន្លោះឆ្នាំ1970ទៅឆ្នាំ1980ជាពេលវេលាដែលគេស្គាល់ថា The AI Winter ដែលជាពេលវេលាដែលសន្ទុះនៃការអភិវឌ្ឍ AI មានការថមថយជាខ្លាំងម្យ៉ាងក៏ដោយសារតែកុំព្យូទ័រនៅពេលនោះមិនទាន់មានភាពទូលំទូលាយហើយភាគច្រើនម៉ាស៊ីនកុំព្យូទ័រមានប្រើប្រាស់តែនៅក្នុងសហគ្រាសធំៗក្នុងវិស័យវិទ្យាសាស្ត្រនិងក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះដែលធ្វើឲ្យការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិតមិនទាន់មានភាពចាំបាច់ខ្លាំងនៅឡើយកំឡុងពេលនៃ AI Winter ដង្ហើមថ្មីចាប់ផ្ដើមកើតមានឡើងវិញបន្ទាប់ពីការចាប់កំណើតនៃកំពូលក្រុមហ៊ុនធំៗពីរនាពេលបច្ចុប្បន្នគឺ Microsoft នៅក្នុងឆ្នាំ1975និង Apple នៅក្នុងឆ្នាំ1976ដែលបានធ្វើឲ្យបច្ចេកវិទ្យាកុំព្យូទ័រចាប់ផ្ដើមមានសន្ទុះឡើងវិញក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងពីរបានធ្វើឲ្យការប្រើប្រាស់កុំព្យូទ័រក្លាយជាការងារដែលសាមញ្ញនិងងាយស្រួលជាងមុនហើយទីផ្សារកុំព្យូទ័រចាប់ផ្ដើមមានការផ្ទុះឡើងយ៉ាងខ្លាំងកត្តានេះហើយការអភិវឌ្ឍថ្មីនានាចាប់ផ្ដើមមានតម្រូវការសារជាថ្មីតាំងពីដើមមកការដោះស្រាយបញ្ហារបស់កុំព្យូទ័រភាគច្រើនគណនាទៅតាមរបៀបតក្កវិទ្យានិងគណិតវិទ្យាប៉ុន្តែនៅក្នុងឆ្នាំ1986អ្នកវិទ្យាសាស្ត្រកុំព្យូទ័រលោក Geoffrey Hinton បានបង្កើតរូបមន្តដែលគេហៅថា backpropagation ដែលជាវិធីសាស្ត្រមួយអាចអនុញ្ញាតឲ្យម៉ាស៊ីនរៀនអំពីកំហុសរបស់ខ្លួនតាមរយៈបណ្ដាញប្រសាទ neural network ដែលជាការរចនា model យកតាមគំរូនៃប្រព័ន្ធប្រសាទរបស់មនុស្សវាជាជំហានសំខាន់បំផុតក្នុងការបង្ហាត់ម៉ាស៊ីនឲ្យចេះរៀនដូចជាមនុស្សដែលធ្វើឲ្យការបង្កើតរបស់គាត់នេះបានបើកទ្វារទៅកាន់ការរីកចម្រើនដ៏ធំមួយក្នុងវិស័យបញ្ញាសិប្បនិម្មិតនិងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រព័ន្ធ AI សម័យទំនើបដូចដែលយើងឃើញសប្តាហ៍ថ្ងៃនេះដែរកាលពីឆ្នាំ1957បញ្ញាសិប្បនិម្មិតដែលមានមុខងារក្នុងការលេខអុកមួយត្រូវបានបង្កើតឡើងដោយលោក Alex Bernstein ប្រើប្រាស់កុំព្យូទ័រ IBM 704ដែលអាចដំណើរការកម្មវិធីតូចៗចំនួន 42000 ក្នុងមួយវិនាទីនិងមានអង្គចងចាំ 70 KB ច្រើនឆ្នាំក្រោយមកនៅឆ្នាំ1989ក្រុមហ៊ុន IBM បានបង្កើត AI មួយឈ្មោះ Deep Blue ដែលជាម៉ាស៊ីនកុំព្យូទ័រសម្រាប់ការប្រកួតក្នុងវិញ្ញាសាអុកបន្ទាប់ពីការអភិវឌ្ឍជាច្រើនដងនៅខែឧសភាឆ្នាំ1997 Deep Blue បានយកឈ្នះកំពូលកីឡាករអុកពិភពលោក Garry Kasparov ជ័យជំនះមួយនេះបានក្លាយជាជ័យជំនះរបស់បញ្ញាសិប្បនិម្មិតទី1មកលើបញ្ញារបស់មនុស្សក្នុងផ្នែកកីឡាអុកហើយការសិក្សាមួយនេះក៏បានបង្ហាញឲ្យអ្នកស្រាវជ្រាវក្រោយៗតិចដឹងច្បាស់ថាដើម្បីចង់បាននូវបញ្ញាសិប្បនិម្មិតមួយដែលមានភាពខ្លាំងក្លានិងឆ្លាតវៃគឺយើងត្រូវរួមបញ្ចូលគ្នានូវទិន្នន័យក្នុងទម្រង់ Digital សម្រាប់ធ្វើការអភិវឌ្ឍ model បញ្ញាសិប្បនិម្មិតមួយដែលមានប្រព័ន្ធគណនាដ៏មានប្រសិទ្ធភាពនិងកម្លាំងម៉ាស៊ីនកុំព្យូទ័រដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់ដំណើរការតែអ្វីគ្រប់យ៉ាងមិនទាន់ចប់ត្រឹមនេះនោះទេនៅចុងសតវត្សឆ្នាំ90ការរួមបញ្ចូលកុំព្យូទ័រជាមួយនឹងអ៊ីនធឺណិតបានធ្វើឲ្យរបៀបរស់នៅរបស់មនុស្សមានការផ្លាស់ប្ដូរក្នុងរបៀបមួយដែលនឹកស្មានមិនដល់របបកំហើញនៃក្រុមហ៊ុនអ៊ីនធឺណិតដូចជា Google, Amazon និង Facebook បានធ្វើឲ្យការចែកចាយព័ត៌មានកាន់តែមានភាពទូលំទូលាយហើយមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនជាច្រើនបានបង្ហោះទិន្នន័យកាន់តែច្រើនទៅគឺច្រើនស្ទើរតែមិនអាចប៉ាន់ស្មានបានដូចនេះដើម្បីក្តាប់និងបន្ថែមសមត្ថភាពក្នុងការវិភាគទិន្នន័យដែលច្រើនលើសលប់ដូចនេះ
model ថ្មីមួយត្រូវបានអភិវឌ្ឍឡើងចេញពី Neural Network ដោយលោក Geoffrey Hinton ដែលពេលនោះគឺជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Toronto ហៅថា Convolutional Neural Network ជា model ថ្មីមួយរុញច្រានឲ្យសមត្ថភាព AI មួយកម្រិតទៀតទៅលើការគិតការចងចាំពីគន្លឹះលំនាំនានាព្រមទាំងស្គាល់នៅរូបភាពផងដែរ model ថ្មីនេះបានទទួលនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google បានប្រើប្រាស់វានៅក្នុងប្រតិបត្តិការ Tech និងវិភាគទៅលើរូបភាព Amazon បានប្រើប្រាស់វាដើម្បី recommend ទំនិញបន្ទាប់ដែលយើងអាចនឹងចង់ទិញហើយ Apple បានប្រើប្រាស់វាសម្រាប់ scan មុខដើម្បីដោះសោទូរស័ព្ទមកដល់ឆ្នាំ 2007 សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រមួយរូបឈ្មោះ Fei Li បានបង្កើតកម្មវិធីប្រកួតប្រជែងសមត្ថភាព AI ក្នុងការវិភាគទៅលើរូបភាពឈ្មោះ ImageNet នៅក្នុងកម្មវិធីមួយនេះសំណុំរូបភាពចំនួន 12 លានរូបនិងកំណត់បែងចែកជា 22,000 ប្រភេទត្រូវបានដាក់បញ្ចូលទៅក្នុង dataset ហើយក្នុងការប្រកួតតម្រូវឲ្យ AI ដែលចូលរួមប្រកួតទាំងអស់ទស្សន៍ទាយរូបនោះថាជារូបអ្វីមិនមានសមិទ្ធផលណាមួយត្រូវបានបង្កើតឡើងនោះឡើយរហូតមកដល់ឆ្នាំ 2012 លោក Geoffrey Hinton និងសិស្សពីរនាក់ទៀតរបស់គាត់ឈ្មោះ Ilya Sutskever និង Alex Krichowski បានដាក់ពាក្យនៅក្នុងការប្រកួតមួយនេះដោយបានយក model របស់ Convolutional Neural Network មួយទៅដាក់ប្រកួតឈ្មោះ AlexNet និងបានទទួលជ័យជំនះនៅក្នុងការប្រកួតមួយនេះព្រឹត្តិការណ៍មួយនេះមានភាពសំខាន់ខ្លាំងចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលគេបានហៅវាថា The Big Bang of AI មនុស្សជាច្រើនបានលើកឡើងថាវាគឺជាពេលវេលាដែល AI ពិតប្រាកដបានចាប់កំណើតឡើងព្រោះថាកំណើតនៃ AlexNet បានធ្វើឲ្យដំណើរការនៃការវិភាគរបស់ AI កាន់តែមានភាពវៃឆ្លាតប៉ុន្តែ AlexNet តែមួយមុខមិនអាចធ្វើឲ្យ AI មានភាពងាយស្រួលទាំងស្រុងនោះទេបើតាមអ្វីដែល IBM ធ្លាប់ធ្វើការអភិវឌ្ឍកាលពីជំនាន់ Deep Blue មកដើម្បីចង់បាននូវបញ្ញាសិប្បនិម្មិតមួយដែលមានភាពខ្លាំងក្លានិងឆ្លាតវៃគឺយើងត្រូវរួមបញ្ចូលគ្នានូវរបស់3យ៉ាងគឺទិន្នន័យក្នុងទម្រង់ Digital សម្រាប់ធ្វើការអភិវឌ្ឍ model បញ្ញាសិប្បនិម្មិតជាមួយនឹងប្រព័ន្ធគណនាដ៏មានប្រសិទ្ធភាពនិងរបស់មួយដែលត្រូវការជាចាំបាច់គឺកម្លាំងម៉ាស៊ីនកុំព្យូទ័រដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់ដំណើរការដូចនេះ GPU បង្កើតឡើងដោយក្រុមហ៊ុន Nvidia អាចដំណើរការគណនាដ៏ធំដែលធ្វើឲ្យការបណ្ដុះបណ្ដាលនិងការប្រើប្រាស់ដំណើរការដ៏ស្មុគស្មាញរបស់ AlexNet អាចធ្វើទៅបានហេតុនេះហើយនៅទសវត្សរ៍ឆ្នាំ 2010 លោក Jason Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានជំរុញឲ្យក្រុមហ៊ុនរបស់លោកព្យាយាមអភិវឌ្ឍរបស់មួយនេះឲ្យកាន់តែមានប្រសិទ្ធភាពនិងកំពុងរៀបចំនៅអនាគតរបស់បញ្ញាសិប្បនិម្មិតតាមរយៈការអភិវឌ្ឍឲ្យខ្លាំងក្លានៅសមត្ថភាពរបស់ microchip ជាលទ្ធផលនៅស្ទើរតែមួយទសវត្សរ៍ក្រោយមកពោលគឺពេលបច្ចុប្បន្នក្រុមហ៊ុន Nvidia កំពុងឈរនៅរំដោះកំពូលជាក្រុមហ៊ុនដែលមានបំផុតមួយនៅទូទាំងពិភពលោកព្រោះក្រុមហ៊ុនមួយនេះកំពុងផ្គត់ផ្គង់ថាមពលលើសពី 90% នៃ AI ជុំវិញពិភពលោកខណៈពេលដែល Nvidia កំពុងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍទៅលើ hardware GPU របស់ខ្លួនពួកគេរំពឹងថា Google នឹងក្លាយជាគូប្រជែងរបស់ខ្លួនក្នុងការអភិវឌ្ឍមួយនេះផ្ទុយទៅវិញ Google ផ្ដោតសំខាន់ទៅលើការវិនិយោគរបស់ខ្លួនក្តាប់ឱកាសទៅលើការអភិវឌ្ឍ Neural Network តែម្នាក់ឯង Google បានទិញក្រុមហ៊ុនដូចជា DeepMind និងជួលមនុស្សពូកែឲ្យមកចូលរួមក្នុងកិច្ចការមួយនេះក្នុងនោះក៏មានផងដែរ DNN Research ដែលជាក្រុមហ៊ុនបង្កើតឡើងដោយលោក Geoffrey Hinton និងសិស្សពីរនាក់របស់គាត់ដែលឈ្នះ ImageNet ត្រឹមឆ្នាំ 2015 Google បានឈានមុខគេក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតតែការនាំមុខរបស់ Google បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភដូចជាលោក Reid Hoffman, Peter Thiel និងលោក Elon Musk ពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនធំៗហើយពួកគេចង់ឲ្យទិន្នន័យទាំងអស់ធ្វើការបើកចំហសម្រាប់ការប្រើប្រាស់ជាសាធារណៈព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃទិន្នន័យរាប់លានត្រូវបានបញ្ចូលទៅក្នុង database ប៉ុន្តែទិន្នន័យទាំងអស់ត្រូវបានដាក់ឲ្យប្រើប្រាស់និងគ្រប់គ្រងដោយក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះដូចនេះដើម្បីជាការទប់ទល់ជាមួយនឹង Google Elon Musk និងគ្នារបស់ខ្លួនបានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយឈ្មោះ OpenAI ដែលបើកចំហសម្រាប់ការស្រាវជ្រាវនិងមិនទាមទារការចំណេញច្រើនដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាតិតែអ្វីដែលជាបញ្ហានោះគឺអ្នកទាំង3មិនមាននរណាម្នាក់ជាអ្នកជំនាញផ្នែក AI នោះឡើយដូចនេះលោក Elon Musk បានសម្រេចចិត្តអញ្ជើញលោក Ilya Sutskever ពី Google មកជាជំនួយរឿងនេះបានធ្វើឲ្យការប្រកួតប្រជែងរវាង Google និង OpenAI កាន់តែមានការកើនឡើង Google បានបន្ថែមការវិនិយោគក្នុងការអភិវឌ្ឍទៅលើ DeepMind ហើយនិង AI របស់ខ្លួននៅឆ្នាំ 2016 DeepMind បានបង្កើតបញ្ញាសិប្បនិម្មិត AlphaGo ដែលជាបញ្ញាសិប្បនិម្មិតសម្រាប់ការលេងអុកចិនមួយប្រភេទឈ្មោះ Weiqi ឬស្គាល់ជាអន្តរជាតិមានឈ្មោះថា Go អុក Go មានភាពលំបាកនិងស្មុគស្មាញជាងអុកទូទៅទាំងចំនួនក្រឡាអុកនិងចំនួនកូនអុកបើប្រៀបធៀបនឹងអុកអន្តរជាតិអុក Go មានក្រឡាដើរចំនួន10ស្វ័យគុណ170ខណៈដែលអុកអន្តរជាតិមានត្រឹមតែ10ស្វ័យគុណ47តែប៉ុណ្ណោះពោលគឺអុក Go មានក្រឡាដើរច្រើនជាងអុកអន្តរជាតិ10ស្វ័យគុណ123ដែលចំនួននេះជាចំនួនដ៏ច្រើនលើសលប់គឺលើសពីរាប់កោដដងក្រោយការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិតមួយនេះ DeepMind បានអញ្ជើញកំពូលអ្នកលេងអុក Go លំដាប់ពិភពលោកគឺលោក Lee Sedol មនុស្សភាគច្រើនជឿជាក់ថា AlphaGo នឹងមិនអាចយកឈ្នះទៅលើលោក Lee បានឡើយតែខុសពីការគិត
AlphaGo បានយកឈ្នះលោក Lee Sedol ដល់ទៅ4ប្រកួតក្នុងចំណោម5ប្រកួតដែលវាជាជ័យជំនះថ្មីមួយទៀតរបស់បញ្ញាសិប្បនិម្មិតមកលើមនុស្សក្នុងផ្នែកវិញ្ញាសាកីឡាអុកហើយ Google ត្រូវបានគេហៅថាជាស្ដេចនៃពិភព AI ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេនៅក្នុងឆ្នាំ2017 Google បានដាក់ចេញនូវ model ថ្មីមួយរបស់ AI ហៅថា Transformer Based Model ដែលជា model ដែលមានសមត្ថភាពខ្លាំងជាង model ដែលបានអភិវឌ្ឍចេញពី neural network ដទៃទៀតវាមានសមត្ថភាពក្នុងការហ្វឹកហាត់ជាមួយនឹងទិន្នន័យដែលដាក់បញ្ចូលលឿនជាងនិងមានប្រសិទ្ធភាពលើសពី model ផ្សេងទៀតនៅឆ្នាំ2018 Google ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់បញ្ញាសិប្បនិម្មិតមួយឈ្មោះ BERT ជាសាធារណៈ BERT ជា model បញ្ញាសិប្បនិម្មិតដែលអភិវឌ្ឍចេញពី Transformer Based Model ហើយ Google បានយកវាទៅដាក់ប្រើប្រាស់ក្នុង search engine របស់ខ្លួនដើម្បីវិភាគថាអ្នកប្រើប្រាស់កំពុងតែស្វែងរកអ្វីតែនេះគ្រាន់តែជាសមត្ថភាពតូចមួយរបស់ Transformer Based Model តែប៉ុណ្ណោះក្រុមហ៊ុន OpenAI បានប៉ុនប៉ងចង់បង្កើតបញ្ញាសិប្បនិម្មិតមួយដែលអាចឆ្លើយឆ្លងជាមួយមនុស្សបានដូចជា Eliza កាលពីមុនជាមួយនឹងប្រសិទ្ធភាពល្អជាងប៉ុន្តែដោយដែលយើងបានដឹងហើយថាដើម្បីកសាងនូវបញ្ញាសិប្បនិម្មិតមួយដែលមានភាពខ្លាំងក្លាគឺទាមទារដាច់ខាតនូវម៉ាស៊ីនដែលមានកម្លាំងខ្លាំងដែលតម្រូវឲ្យមានការវិនិយោគយ៉ាងធំដូចនេះពួកគេបានសម្រេចចិត្តចាប់ដៃគូសហការជាមួយនឹង Microsoft ដើម្បីទទួលបាននូវថវិកាដែលពួកគេកំពុងត្រូវការក្នុងការអភិវឌ្ឍ AI របស់ខ្លួនតាមរយៈការចូលរួមមួយនេះ Microsoft ចង់បានមួយផ្នែកនៃការគ្រប់គ្រងចំណុចនេះហើយដែលបានធ្វើឲ្យលោក Elon Musk រឿងស្រងាក់ចិត្តយ៉ាងខ្លាំងដោយសារលោកមើលឃើញថានេះមិនខុសពីផ្លូវដែល Google និង DeepMind ធ្វើជាមួយគ្នាឡើយដែលម្ចាស់ភាគហ៊ុនធំនឹងគ្រប់គ្រងលើសមិទ្ធផលរបស់ក្រុមហ៊ុនដែលតូចជាងក្រោយមក Elon បានលាឈប់ពីក្រុមហ៊ុន OpenAI ហើយមនុស្សម្នាក់ទៀតឈ្មោះ Sam Altman បានឡើងជានាយកប្រតិបត្តិផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយនេះនៅឆ្នាំ2020លោក Sam បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចំនួនថ្មីរបស់ Eliza ដែលអាចឆ្លើយសំណួរបានដូចគ្នាចេះបង្កើតចេះហ្វឹកហាត់និងចេះបំលែងទិន្នន័យផ្សេងៗហៅថា ChatGPT ត្រឹមតាមឆ្នាំ2023 ChatGPT បានទទួលអ្នកប្រើប្រាស់ចំនួន100លាននាក់និងក្លាយជាកម្មវិធីដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រវត្តិសាស្ត្រតែនៅស្របគ្នានេះ ChatGPT មិនមែនជា AI តែមួយនោះទេដែលកំពុងរីកចម្រើនក្រុមហ៊ុនផ្សេងៗក៏សុទ្ធសឹងតែកំពុងនៅបង្កើតនូវ AI រៀងៗខ្លួនដូចជា Gemini, Grok, Suno AI និង AI ជាច្រើនទៀតដែលមានសមត្ថភាពខ្លាំងសម្រាប់បង្កើតភ្លេងនិងរូបភាពហើយបានកែប្រែពិភពលោកឲ្យឈានមកដល់យុគសម័យនៃបញ្ញាសិប្បនិម្មិតចំពោះល្បឿននៃការអភិវឌ្ឍរបស់បញ្ញាសិប្បនិម្មិតមិនមាននរណាម្នាក់អាចព្រៀងទុកមុនបានឡើយដែលធ្វើឲ្យការប៉ាន់ស្មានចំពោះអនាគតរបស់ AI ហាក់ដូចជាស្ថិតនៅក្នុងមន្ទិលប៉ុន្តែការប្រកួតប្រជែងទៅលើការស្រាវជ្រាវបច្ចេកវិទ្យាមួយនេះធ្វើឲ្យល្បឿននៃការអភិវឌ្ឍរបស់វាមានសភាពលឿនខ្លាំងបើតាមទស្សនៈរបស់លោក Jensen Huang មនុស្សលោកបានឆ្លងកាត់បញ្ញាសិប្បនិម្មិត3ជំនាន់មកហើយចាប់ផ្ដើមពី Perception AI ជាពេលដែលបញ្ញាសិប្បនិម្មិតផ្ដោតទៅលើការកំណត់សម្គាល់រូបភាពនិងសំឡេង Generative AI គឺបញ្ញាសិប្បនិម្មិតផ្ដោតសំខាន់ទៅលើការសរសេរផលិតចម្រៀងនិងបង្កើតរូបភាព Agentic AI ដែលជាពេលដែលមនុស្សប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការប្រកបការងារជំនួសឲ្យមនុស្សដោយអ្វីដែលយើងកំពុងធ្វើសប្តាហ៍ថ្ងៃហើយនៅក្នុងពេលអនាគតដ៏ខ្លីមនុស្សនឹងឈានដល់ចំនួនមួយទៀតគឺ Physical AI ដែលជាការដាក់បញ្ញាសិប្បនិម្មិតនៅក្នុងគ្រឿងយន្តដែលមានរូបរាងជា robot ប៉ុន្តែមិនថាបញ្ញាសិប្បនិម្មិតនៅក្នុងទម្រង់បែបណាក៏ដោយសុទ្ធតែអាចផ្ដល់ឲ្យមនុស្សយើងនៅផលប្រយោជន៍ក៏ដូចជានាំមកនូវគុណវិបត្តិមួយចំនួនផងដែរបើយើងផ្ដោតទៅលើអត្ថប្រយោជន៍ដែលមនុស្សអាចប្រមូលបានបញ្ញាសិប្បនិម្មិតអាចជួយមួយផ្នែកធំនៅក្នុងវិស័យអប់រំដែលទាំងសិស្សនិស្សិតនិងគ្រូបង្រៀនអាចសិក្សាស្រាវជ្រាវបានកាន់តែលឿននិងរហ័សជាងមុនព្រមទាំងមានភាពងាយស្រួលក្រោមជំនួយរបស់បញ្ញាសិប្បនិម្មិតវិស័យវេជ្ជសាស្ត្រគេអាចប្រើប្រាស់បច្ចេកវិទ្យាមួយនេះក្នុងការស្វែងរកប្រភេទជំងឺឲ្យបានលឿនជាងមុនព្រមទាំងអាចជ្រើសរើសថ្នាំឲ្យបានត្រឹមត្រូវក្នុងវិស័យកសិកម្មនិងឧស្សាហកម្មដើម្បីពន្លឿនផលិតកម្មនិងកាត់បន្ថយការចំណាយព្រមទាំងវិស័យជាច្រើនថែមទៀតសុទ្ធតែអាចស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះប៉ុន្តែទន្ទឹមនឹងគ្នានេះគុណវិបត្តិឬយើងអាចនិយាយបានថាជាហានិភ័យក៏កំពុងកើតមានដូចគ្នាភាពងាយស្រួលនៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតបានបង្កឲ្យព័ត៌មានក៏ដូចជារូបភាពคล้ายៗនានាត្រូវបានចែកចាយពីពេញបណ្ដាញសង្គមក្រុម hacker អាចប្រើប្រាស់វាដើម្បីជាជំនួយក្នុងប្រតិបត្តិការរបស់ពួកគេហើយដោយសារតែការអភិវឌ្ឍយ៉ាងលឿនរបស់វាមនុស្សមួយភាគធំនឹងមិនអាចសម្របខ្លួនឲ្យទាន់ទៅនឹងបច្ចេកវិទ្យាមួយនេះឡើយដែលធ្វើឲ្យនៅពេលអនាគតការងារជាច្រើនរបស់មនុស្សអាចនឹងត្រូវជំនួសដោយបច្ចេកវិទ្យា AI ដែលនេះដូចទៅនឹងអ្វីដែលលោក Elon Musk បានលើកឡើងមកជជែកវែកញែកនៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកក្នុងទីក្រុងសៀងហៃដែលលោកក៏បានលើកឡើងបន្ថែមផងដែរនៅក្តីបារម្ភមួយចំនួនរបស់ខ្លួនពាក់ព័ន្ធនឹងបច្ចេកវិទ្យាមួយនេះនៅពេលដែលវាឈានដល់កម្រិតដែលឆ្លាតខ្លាំងបើក្រឡេកទៅមើលទស្សនៈរបស់លោក Geoffrey Hinton នៅពេលដែលលោកទទួលពានរង្វាន់ Nobel Prize ផ្នែករូបវិទ្យាក្នុងឆ្នាំ2024លោកបានបញ្ចេញមតិហាក់មានការសោកស្ដាយចំពោះការចូលរួមអភិវឌ្ឍក្នុងបច្ចេកវិទ្យាមួយនេះដោយលោកបានលើកឡើងនូវភាពអវិជ្ជមានចំពោះការប្រើប្រាស់បច្ចេកវិទ្យាមួយនេះក្នុងគោលបំណងមិនត្រឹមត្រូវ We urgently need research
on how to prevent these new beings from wanting to take control. They are no longer science fiction. Thank you. ការចែកចាយព័ត៌មានមិនល្អបង្កឲ្យមានបរិយាកាសមិនចុះសម្រុងគ្នានៅក្នុងសង្គមក្រុមបទល្មើស Cyber បានប្រើប្រាស់វាដើម្បីកេងប្រវ័ញ្ចនិងគំរាមកំហែងអ្នកដទៃហើយនៅក្នុងពេលអនាគតដ៏ខ្លីបញ្ញាសិប្បនិម្មិតនឹងត្រូវបានគេយកទៅប្រើប្រាស់សម្រាប់បង្កើតជាវីរុសដ៏គួរឲ្យខ្លាចនិងអាវុធដ៏កាចសាហាវជាក់ស្ដែងត្រឹមឆ្នាំ2026បញ្ញាសិប្បនិម្មិតតែមួយប៉ុណ្ណោះរបស់ក្រុម Anthropic ឈ្មោះ Cloud បានបង្កករណីគួរឲ្យសង្ស័យនិងគួរឲ្យភ្ញាក់ផ្អើលពីរដល់ពិភពលោកករណីទី1កាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026សារព័ត៌មាន Bloomberg បានចុះផ្សាយអំពីសេចក្តីប្រកាសមួយស្តីពីការប្រកាសរបស់ក្រុមហ៊ុនសុវត្ថិភាព Cyber របស់អ៊ីស្រាអែលឈ្មោះ Gambit ពាក់ព័ន្ធជាមួយនឹងទិន្នន័យនិងព័ត៌មានជាច្រើនរបស់រដ្ឋាភិបាលប្រទេសមិចស៊ីកូត្រូវបានក្រុម hacker ធ្វើការ hack យកក្រោមជំនួយរបស់ AI 2គឺ Cloud AI និង ChatGPT របស់ក្រុមហ៊ុន OpenAI ដែលករណីនេះត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន OpenAI ហើយក្រុមហ៊ុន Anthropic នឹងព្យាយាមស្រាវជ្រាវបន្តពាក់ព័ន្ធនឹងករណីនេះខណៈដែលរដ្ឋាភិបាលរបស់ប្រទេសមិចស៊ីកូមិនទទួលស្គាល់ករណីនេះឡើយចំណែកឯករណីទី2បន្ទាប់ពីការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់យ៉ាងច្បាស់ៗសារព័ត៌មានដ៏ធំរបស់សហរដ្ឋអាមេរិក The Wall Street Journal បានចុះផ្សាយព័ត៌មានដែលគួរភ្ញាក់ផ្អើលមួយថាកងទ័ពរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់ AI Cloud របស់ក្រុមហ៊ុន Anthropic ដើម្បីស៊ើបការសម្ងាត់វិនិច្ឆ័យស្ថានភាពកំណត់មុខសញ្ញានិងទីតាំងដែលត្រូវវាយប្រហារបើទោះបីជាករណីទាំងពីរមិនមានការប្រកាសជាផ្លូវការណាមួយក៏ដោយតែយើងអាចសម្គាល់បានថាបញ្ញាសិប្បនិម្មិតអាចនឹងក្លាយទៅជាអាវុធមុខពីរនាពេលខាងមុខតែតោះត្រង់ថាអ្វីៗនឹងត្រូវសម្រេចដោយមនុស្សព្រោះថាបញ្ញាសិប្បនិម្មិតនឹងមិនកំណត់អនាគតរបស់មនុស្សជាតិឡើយតែមនុស្សទៅវិញទេដែលជាអ្នកកំណត់ថាបច្ចេកវិទ្យាមួយនេះគួរអភិវឌ្ឍទៅក្នុងគោលដៅបែបណា